មូលហេតុដែលធ្វើឲ្យរាជធានីភ្នំពេញនាំមុខហេតុក្នុងរឿងវិវាទដីធ្លីដោយសារតែការអភិវឌ្ឍក្រុងប៉ះចំកន្លែងរស់នៅរបស់ពលរដ្ឋនិងកំណើនប្រជាជនក្រីក្រដែលកំពុងរស់នៅលើដីសាធារណៈរបស់រដ្ឋចំពោះខេត្តរតនគិរីដែលសម្បូរទៅដោយជនជាតិដើមភាគតិចរស់នៅនោះគឺដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគដីសម្បត្តិសេដ្ឋកិច្ចអភិវឌ្ឍប៉ះពាល់ដល់ធនធានរួមរបស់ជនជាតិដើមភាគតិចដូច្នេះហើយទើបធ្វើឲ្យមានវិវាទកើតឡើងរវាងក្រុមហ៊ុននិងជនជាតិដើមភាគតិចនេះបើតាមការបញ្ជាក់របស់លោកតឹកវណ្ណរានាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាបើតាមលោកតឹកវណ្ណរាវិវាទដីធ្លីទាំងនេះគឺជាផ្នែកមួយដែលរកឃើញនៅក្នុងការវិភាគស្ដីពីវិវាទដីធ្លីនៅកម្ពុជាក្នុងឆ្នាំ2014របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាហៅកាត់ថា NGO Forum បើតាមរបាយការណ៍វិភាគនេះនៅឆ្នាំ2014វិវាទដីធ្លីនៅទូទាំងប្រទេសកើតមានចំនួន352ករណីហើយក្នុងមួយករណី NGO Forum ធ្វើការវិភាគទៅលើចំនួនដែលមានផលប៉ះពាល់ខ្លាំងចាប់ពី5គ្រួសារឡើងទៅក្នុងចំណោមវិវាទដីធ្លីកើតមាន352ករណីនេះ68ករណីត្រូវបានដោះស្រាយ14ករណីត្រូវបានបោះបង់ចោលដោយភាគីក្រុមហ៊ុននិងប្រជាប្រដ្ឋ270ករណីកំពុងធ្វើការដោះស្រាយបន្តក្នុងចំណោម270ករណីដែលកំពុងដោះស្រាយបន្តនេះមាន49ករណីបានប៉ះពាល់ដល់ជនជាតិដើមភាគតិចនៅក្នុងខេត្តចំនួន8លោកអេប៊ុនអឿនជាមន្ត្រីគណៈកម្មការសរិយាដីថ្នាក់ជាតិរបស់ក្រសួងដែនដីចូលរួមវេទិកានេះមិនបានបង្ហាញព័ត៌មានឲ្យបានច្បាស់លាស់អំពីការចូលរួមរបស់ក្រសួងក្នុងការដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ចំនួន270ករណីនេះទេព្រោះក្រសួងមិនដែលទទួលបានពាក្យបណ្ដឹងទាំងនេះទេតែយ៉ាងណាក៏ដោយលោកអេប៊ុនអឿនបានបញ្ជាក់ដោយខ្លីថាការអនុវត្តទៅតាមគោលនយោបាយចុះបញ្ជីដីតាមបទបញ្ជា01ចាប់តាំងពីឆ្នាំ2012មកទំនាស់ដីធ្លីមានការថយចុះការវិភាគដដែលបង្ហាញទៀតថាសម្បត្តិដីសេដ្ឋកិច្ចគឺជាមូលហេតុចម្បងនៃវិវាទដីធ្លីមានចំនួនរហូតដល់ទៅ68ករណីហើយបង្កទៅជាផលប៉ះពាល់ដល់ប្រជាប្រដ្ឋចំនួន17150គ្រួសារសូមបញ្ជាក់ថាគោលបំណងនៃរបាយការណ៍នេះគឺដើម្បីផ្ដល់ភស្តុតាងនៃឯកសារវិវាទដីធ្លីដែលបានកត់ត្រាក្នុងឆ្នាំ2014និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធវិវាទដីធ្លី